ស្អីមកនេះនៅចង់បង្ហាញពីប្រភេទ portable monitor ថ្មីរបស់ក្រុមហ៊ុន Azopa បាទ model វាគឺ Azopa Z3SC ហើយនេះគឺជា model ចុងក្រោយរបស់ក្រុមហ៊ុន Azopa តែម្ដងបាទគឺ Azopa តាមតែ release ដែរទេ model Z3SC នេះអញ្ចឹងអានេះទំហំអេក្រង់វាគឺ16 inch ហើយ resolution វាបានដល់ 2.5K refresh rate 180 Hz បាទគេទៅខ្ពស់មែនតើហើយគេ design ជាមួយនឹងប្រអប់ថ្មីផងដែរអានេះប្រភេទAzopa Global មកគ្នានេះបែបនេះហើយមាន serial number មានអីតាមត្រូវបើអាក្រុមហ៊ុនបាទ Azopa Z3SC អញ្ចឹងខ្ញុំធ្វើការបើកហើយប្រអប់ចែកជូនបងគ្នាមើលតែម្ដងបាទហើយខ្ញុំដាក់ធ្វើការដាក់តាំងនៅហាងមួយទោះឲ្យបងគ្នាអាចមកតេស្តបានមុនធ្វើការសម្រេចចិត្តទិញគឺខ្ញុំមានក្នុង stock ច្រើនបាទចាំមកមួយនេះខ្ញុំធ្វើការបើកប្រអប់ហើយដាក់តាំងឲ្យបងគ្នាមើលនៅហាងអូខេធ្វើការឲ្យប្រអប់ចឹងខ្ញុំហៃនេះមកឈ្ងុយអាវ៉ាន់ថ្មីតែម្ដងបាទគេថាអានមកអាវ៉ាន់ថ្មីមកគឺឈ្ងុយតែម្ដងនេះជាតិតែម្ដងបាទនេះនិយាយទៅអានេះត្រីថ្មីនេះមានកាបូបមកក្នុងហ្នឹងហើយស្រាប់ខ្ញុំបើកមើលទាំងអស់គ្នាចឹងនេះជាកាបូបរបស់យើងកាបូបរបស់ Azopa ផ្ទាល់តែម្ដងបាទមែនតើប្រអប់សេរីថ្មីរបស់ Azopa នេះអានេះគឺកាបូប Azopa ផ្ទាល់តែម្ដងបាទស្អាតមែនតើកាបូបនេះមកកាបូបស្បែកណាខាងក្នុងវាប្រភេទកាមញ៉ៃបាទនេះស្អាតមែនតើកាបូបរបស់វាបាទនេះបានកាបូប free មួយក្នុងប្រអប់ហើយស្រាប់បាទស្អាតមែនតើកាបូបនេះចឹងទុកនេះមិន license ដល់ទូឯករបស់យើងគឺ monitor របស់យើងនេះហើយក្នុងដែរគេមានសភៅណែនាំមាន warranty card របស់ខាងក្រុមហ៊ុន Azopa ផ្ទាល់តែម្ដង Azopa Z3SC 180 Hz នេះហើយណែនាំមួយចំនួនហើយអានេះ design ប្រអប់ថ្មីហើយក៏វាមានខ្សែ design ថ្មីមកជាមួយនឹងខ្សែថ្មីនេះមើលទៅមាំជាងមុនឆ្ងាយបាទហើយសំខាន់វាបានកាច់កោងស្រាប់ហើយទៀតបាទយើងមិនបាច់រកទិញក្បាលកោងខាងក្រៅទេនេះខ្សែសេរីថ្មីនេះខ្ញុំមើលទៅគឺមាំមែនតើវាប្រើជ័រដូចមុននេះក៏មិនគឺប្រើជ័រនេះប្រើជាលក្ខណៈអំបោះអញ្ចឹងអំបោះហ្នឹងវាមាំជាងជ័រវាបត់ទៅណាយូរទៅវាអត់ងាយដាច់ដូចជ័រនេះប្រើជាលក្ខណៈអំបោះអញ្ចឹង quality គឺ up high ជាងមុនបាទនេះមាន wire Azopa លើហ្នឹងទៀតអានេះក្បាលកោងចេះមាន Azopa ហ្នឹងដែរយើងយកទៅបាច់ទិញក្បាលកោងដូចមុនទេអានេះមានកោងមកស្រាប់ក្នុងប្រអប់យ៉ាងស្រួលមែនតើហើយខ្សែ quality ខ្ពស់ជាងមុនទៀតបាទនេះខ្សែល្អមែនតើខ្សែនេះដោយសារខ្សែអំបោះនេះវាធន់ជាងខ្សែជ័រធម្មតាសូម្បីតែក្រុមហ៊ុន iPhone គេអាប់ដេតមកខ្សែអំបោះដែរខាងក្រុមហ៊ុនខ្សែ iPhone គេប្រើខ្សែជ័រតែឥឡូវអាប់ដេតទៅខ្សែអំបោះហើយដោយសារគេមើលឃើញខ្សែអំបោះនោះវាធន់ជាងខ្សែជ័រនេះទៅប្រើខ្សែពេទ្យយ៉ាងទាំងអស់ហើយក៏ពេទ្យខ្សែអញ្ចឹងដែរនេះខ្សែ C to C ចឹងមួយទៀតហើយ C to C ធំតែពេទ្យខ្សែអំបោះដូចគ្នាហើយនៅខ្សែទៀតនេះគឺ HDMI នេះ HDMI អាតូចទៅអាធំនេះទៅបងនេះយកខ្សែនេះទៅប្រើគឺល្អមែនតើបាទព្រោះខ្សែអាប់ដេតថ្មីរបស់ Azopa នេះគេអាប់ដេតមកថ្មីនេះគឺខ្សែអាប់ដេតមកល្អមែនតើបាទអូខេអញ្ចឹងយើងមកមើល monitor របស់យើងវិញទុកខ្សែសិននេះ monitor របស់យើងអញ្ចឹងខ្ញុំហែកសិនចូលដល់ចេះសិនស្អាតមែនតើបាទ
ហើយទៅ monitor របស់ខាងក្រុមហ៊ុន Azopa ចេញមកមួយនឹងគឺភ្លឹងស្អាតតែម្ដងបាទទៅតម្លៃគេខ្ពស់មែនប៉ុន្តែគុណភាពគេក៏ល្អដែរបាទអូខេបាទចាំបងនេះត្រូវការអាចមកមើលដល់ទីតាំងហាងបានខ្ញុំមានផ្ទាល់ដល់បាច់តែបាទអរគុណ